ស្វាគមន៍មកកាន់វីដេអូទី3នៅក្នុងការរៀនកាត់វីដេអូថ្ងៃហ្នឹងខ្ញុំមិនចែករំលែកអ្នកទាំងអស់គ្នាតើតើជាមួយនឹងការប្រើប្រាស់ text effect បែបហ្នឹងដែលយើងភាគច្រើនឃើញថាវាលោដូចជា title ដែលយើងនិយាយតែយើងប្រើទៅលើ glow text effect ដែលវាមើលទៅវាមានភាពតាក់ទាញជាងតោះកុំឲ្យខាត់ពេលយូរចូលទៅមើលលើ screen យើងទាំងអស់គ្នាតោះឥឡូវដល់ទូនាទីដែលយើងចូលមកមើលលើ screen អញ្ចឹងអ្នកទាំងអស់គ្នាយើងស្គាល់ហើយពីសិនមិញតើតើជាមួយនឹង tool នេះជួរនេះគឺគេហៅថា tool អញ្ចឹងអ្នកទាំងអស់គ្នាមករកពាក្យអក្សរ T កន្លែងហ្នឹងគឺសំដៅទៅលើ title ឬក៏ text tool អញ្ចឹងអ្នកទាំងអស់គ្នាមកចុចលើ screen របស់យើងមួយមកឥឡូវខ្ញុំថាខ្ញុំវាយពាក្យglow effect ហើយខ្ញុំដាក់ពាក្យខ្មែរយើងមួយទៀតមកកុំឲ្យថាយើងប្រើតែអង់គ្លេសស្វាគមន៍ខ្ញុំដូរ font សិនស្វាគមន៍អូខេបានប៉ុណ្ណឹងអ្នកទាំងអស់គ្នា control អក្សរ A តើមកយើងមកចូលយកពាក្យនេះ essential graphic បើសិនជាអ្នកទាំងអស់គ្នាអត់ឃើញកន្លែង essential graphic ហ្នឹងទេអ្នកទាំងអស់គ្នាមកចូលលើ window តើមកអ្នកទាំងអស់គ្នាកាន់តែ create text ឡើងនេះមួយមកណា create text លើកន្លែង essential graphic ហ្នឹងវានឹងចេញមកខាងស្ដាំដៃនេះហើយអញ្ចឹងបន្ទាប់មកយើងយកពាក្យនេះកន្លែង align ហ្នឹងអ្នកទាំងអស់គ្នាកាន់ចុចអានេះមួយមកហើយចុចអានេះមួយទៀតមកអញ្ចឹងជាលទ្ធផលគឺវា load មកនៅកណ្ដាលហើយអូខេបន្ទាប់ពីយើងសរសេរអក្សរបានប៉ុណ្ណឹងមកហើយវាចំកណ្ដាលបែបហ្នឹងអ្នកទាំងអស់គ្នាត្រូវចូលទៅលើ effect ហើយយើងស៊ើចរកពាក្យថា drop shadow ចុច font ខ្មែរ drop shadow នេះយើងវាយទៅពាក្យ drop មកឃើញវាពាក្យ drop shadow អញ្ចឹងអ្នកទាំងអស់គ្នាត្រូវចុចលើវាសកាត់មកឲ្យចប់ខាងស្ដាំហ្នឹងតម្លាក់មកលើ layer text របស់យើងហ្នឹងមកបានប៉ុណ្ណឹងអ្នកទាំងអស់គ្នាត្រូវចូលមួយទៀតចូល effect control វិញ effect control គឺវា control ឬក៏វាត្រួតពិនិត្យឬគ្រប់គ្រងទៅលើ effect ហ្នឹងនេះកន្លែងពណ៌ខ្មៅនេះយើងចុចលើវាលោតផ្ទាំងនេះមួយអ្នកទាំងអស់គ្នាដូរមករកពណ៌សមកយើងចុច OK បានប៉ុណ្ណឹងមកនេះយើងឃើញអក្សរយើងវាកឡូវាមានស្រមោលសបន្ទាប់មកអ្នកទាំងអស់គ្នាមកចូលកន្លែង effect control នឹងដដែលមករកពាក្យនេះរកពាក្យ drop shadow របស់យើងហ្នឹងនេះឃើញទេយើងដូរកន្លែង distance នេះខ្ញុំយក0កន្លែងនេះគឺខ្ញុំយក10បានប៉ុណ្ណឹងមកខ្ញុំចុចលើវាខ្ញុំ control អក្សរ C ខ្ញុំ control អក្សរ V មានន័យថាខ្ញុំ copy វាឃើញបាន2ទេអញ្ចឹងឥឡូវនេះខ្ញុំមកដូរដាក់10ទេខ្ញុំដាក់50 enter តោះឥឡូវយើងមកមើលលើ screen យើងឃើញវាមានអារម្មណ៍ថាស្អាតជាងមុនទេគឺវាមានស្រមោលបែបជះពលឺពណ៌សអញ្ចឹងវាលក្ខណៈ glow ហើយវាមានន័យថាវាដូចអក្សរហ្នឹងចេញភ្លើងអញ្ចឹងណាតោះឥឡូវយើងចុចលើ shadow មួយទៀតយើងចុច control អក្សរ C ដដែល control អក្សរ V ដដែលអញ្ចឹងយើងបាន shadow មួយទៀតឃើញទេអានេះខ្ញុំដូរដាក់100ម្ដង enter មកឃើញ glow text effect យើងចេញមកស្អាតហើយអញ្ចឹងបានប៉ុណ្ណឹងមកអ្នកទាំងអស់គ្នាអាច copy វាមួយមកដាក់នេះមួយទៀតដើម្បី copy អ្នកទាំងអស់គ្នាត្រូវចុចលើ layer ហ្នឹងរួចចុច alt នៅលើនេះហើយតោងវាចេញមកគឺវាបាន layer មួយទៀតហើយឧទាហរណ៍ខ្ញុំចង់ដូរពណ៌អាហ្នឹងខ្ញុំចុចលើវាមួយ control អក្សរ A អ្នកទាំងអស់គ្នាមកចូលឡើងនេះចូលរកពាក្យថា essential graphic អ្នកទាំងអស់គ្នា scroll មកក្រោមមកឃើញមានពាក្យ fill ទេចុចលើវាមកឥឡូវអ្នកទាំងអស់គ្នាឃើញ load ផ្ទាំង color បែបនេះមួយអ្នកទាំងអស់គ្នាចង់បានដូរពណ៌អីឥឡូវខ្ញុំថាខ្ញុំយកពណ៌ក្រហមគឺវាដូរទៅពណ៌ក្រហមហ៎ឃើញ color ហ្នឹងវាដូរទៅពណ៌ក្រហមអត់អញ្ចឹងអ្នកទាំងអស់គ្នាចង់បានពណ៌អីដូរកន្លែងហ្នឹងទៅបើសម្រាប់ខ្ញុំភាគច្រើនគឺខ្ញុំប្រើទៅលើសបែបនេះវាជះជាមួយនឹងពន្លឺ background ខ្មៅបែបហ្នឹងគឺវាចេញមកវាលេចធ្លោវាស្អាតបន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែដាក់តាមរបៀប load អក្សរបែបហ្នឹងមកជាការស្រេចឃើញទេនេះស្រួលអញ្ចឹងខ្ញុំគិតថាវីដេអូហ្នឹងតែប៉ុណ្្នឹងទេអូមួយទៀត complete ជួយចុច follow ផងដើម្បីទទួលបានមេរៀនបន្តទៀតនិង tip ថ្មីក្នុងការកាត់វីដេអូតោះបាយបាយជួបគ្នានៅថ្ងៃស្អែក